ស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទអតីតមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Valery Zaluzhnyi បានប្រកាសថាអ៊ុយក្រែនមិនអាចមានសង្ឃឹមថានឹងស្ដារឡើងវិញនៅព្រំដែនរបស់ខ្លួនដូចក្នុងឆ្នាំ1991ទេបងប្អូនបាទចឹងសារព័ត៌មាននេះដកស្រង់ចេញពីសារព័ត៌មាន Reuters បាទអញ្ចឹងអតីតមេបញ្ជាការកងទ័ពអ៊ុយក្រែនបាទលោក Valery បាទហ្នឹងហើយបានបញ្ជាក់ផងដែរថាគឺអ៊ុយក្រែនសង្ឃឹមតិចមែនទែនគឺការស្ដារឡើងវិញនៅព្រំដែនរបស់ខ្លួនឲ្យដូចនៅក្នុងឆ្នាំ1991ឬមុនការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ2022នោះទេបាទលោកបានបញ្ជាក់ថាសត្រូវនៅតែមានធនធាននិងសមត្ថភាពក្នុងការប្រយុទ្ធដូច្នេះការស្ដារឡើងវិញនៅដែនដីតាមរយៈកម្លាំងយោធាគឺមិនអាចអនុវត្តបានទេបាទលោក Zaluzhnyi បានផ្ដល់អនុសាសន៍ថាអ៊ុយក្រែនគួរតែផ្លាស់ប្ដូរយុទ្ធសាស្ត្រទៅជាការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដើម្បីអត់ធន់នឹងស្ថានភាពបច្ចុប្បន្នលោកបានបញ្ជាក់ទៀតថាយើងអាចនិយាយអំពីសង្គ្រាមបច្ចេកវិទ្យាខ្ពស់សម្រាប់ការរស់រានមានជីវិតដោយប្រើប្រាស់ធនធានសេដ្ឋកិច្ចអបបរមាដើម្បីទទួលបានប្រយោជន៍អតិបរមាបាទជារួមចំណុចនេះបាទប្រិយមិត្តគឺអតីតបាទមេបញ្ជាការកងទ័ពខាងអ៊ុយក្រែនហ្នឹងគឺលោកបានប្រមាណមើលទៅការព្យាកររបស់លោកដូចជាការវិភាគរបស់លោកគឺអ៊ុយក្រែនរៀងពិបាកស្ដារមែនទែនសេដ្ឋកិច្ចបាទប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបន្តអះអាងថាអ៊ុយក្រែនគួរតែស្ដារឡើងវិញនៅព្រំដែនក្នុងឆ្នាំ1991បាទរួមទាំងទីក្រុងគ្រីមៀទោះជាយ៉ាងណាលោកបានទទួលស្គាល់ថាការស្ដារឡើងវិញនៅដែនដីទាំងអស់តាមរយៈកម្លាំងយោធាគឺមិនអាចអនុវត្តបានទេហើយត្រូវការទូតនិងពេលវេលាផងដែរបាទចឹងចំណុចមួយនេះផងដែរគឺលោកប្រធានាធិបតីអ៊ុយក្រែនក៏បានគិតគូរចំណុចនេះផងដែរបាទប៉ុន្តែលោកនៅតែសង្ឃឹមយ៉ាងមុតមមផងដែរចំពោះចំណុចនេះផងដែរបាទចឹងស្ថានភាពនេះកើតឡើងក្នុងបរិបទដែលអ៊ុយក្រែននិងរុស្ស៊ីកំពុងពិភាក្សាអំពីការព្រមព្រៀងបត់ឈប់បាញ់អ៊ុយក្រែនបានដាក់លក្ខខណ្ឌថាត្រូវមានការឈប់បាញ់រយៈពេល30ថ្ងៃជាមុនសិនក្នុងពេលដូចគ្នាសហភាពអឺរ៉ុបបានដាក់វិធានការផ្នែកសេដ្ឋកិច្ចថ្មីលើរុស្ស៊ីដែលសារតែមិនគោរពនឹងបទឈប់បាញ់បាទអរគុណសម្រាប់ការទស្សនាបាទបងប្អូនកុំភ្លេចជួយចុច like និង subscribe ផងដើម្បីទទួលបានព័ត៌មានថ្មីបាទជួបគ្នាបន្តនៅព័ត៌មានទី2បន្តទៀតបាទប្រិមិត្តស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទសារព័ត៌មាននេះផងដែរគឺដកស្រង់ចេញពីសារព័ត៌មាន Reuters បាទការផ្លាស់ប្ដូរគ្នានៃអ្នកទោសឬវីរុស្ស៊ីនិងអ៊ុយក្រែនគឺជាជំហានដ៏សំខាន់ក្នុងការស្វែងរកសន្តិភាពបាទចឹងសួស្តីបងប្អូនទាំងអស់គ្នាបាទចឹងស្វាគមន៍មកកាន់ Channel ព័ត៌មានអន្តរជាតិបាទចឹងនៅថ្ងៃទី23ខែឧសភាឆ្នាំ2025នេះប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្ដើមការផ្លាស់ប្ដូរនៃអ្នកទោសចំនួន390នាក់បាទរៀងខ្លួនមានន័យថាផ្លាស់ប្ដូរបាទចំនួន390បាទដោយប្រទេសនីមួយៗបាទយកអ្នកទោសមកផ្លាស់ប្ដូរគ្នាបាទការផ្លាស់ប្ដូរនេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីផ្លាស់ប្ដូរនៃអ្នកទោសចំនួន1000នាក់បាទរៀងខ្លួនដែលបានសម្រេចក្នុងកិច្ចពិភាក្សាផ្ទាល់នៅទីក្រុងអ៊ីស្តាន់ប៊ុលបាទអញ្ចឹងប្រិមិត្តគឺកិច្ចចរចានៅទីក្រុងអ៊ីស្តាន់ប៊ុលគឺចរចាការដោះដូរអ្នកទោសចំនួន1000នាក់ប៉ុន្តែនេះជាលើកទី1ក្នុងការដោះដូរគឺយើងដោះដូរក្នុងចំនួន390នាក់ជាជំហានបឋមសិនបាទប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាការផ្លាស់ប្ដូរនេះបានបញ្ចប់រួចរាល់ហើយតែទោះជាយ៉ាងណាទាំងទីក្រុងគីវនិងមូស្គូមិនទាន់បានបញ្ជាក់អំពីការបញ្ចប់នៃការផ្លាស់ប្ដូរនេះទេប្រពន្ធយោធាអ៊ុយក្រែនបានបញ្ជាក់ថាដំណើរការនេះនៅតែបន្តបាទអញ្ចឹងប្រិមិត្តចំណុចមួយនេះគឺប្រធានាធិបតីអាមេរិកបាទលោកបានបញ្ជាក់ហើយគឺផ្លាស់ប្ដូរបានបញ្ចប់ហើយប៉ុន្តែលោកបានគិតថាគឺបញ្ចប់រហូតដល់1000នាក់តែតាមព័ត៌មានដែល Reuters ដកស្រង់បាទទៅយកបាននោះគឺផ្លាស់ប្ដូរជំហានទី1ហ្នឹងគឺ390នាក់អញ្ចឹងសង្ឃឹមថាអាចនឹងផ្លាស់ប្ដូរនៅជំហានទី2ទី3ឬក៏ទី4ទៀតរហូតដល់គ្រប់1000នាក់តែម្ដងបាទអញ្ចឹងការផ្លាស់ប្ដូរនេះត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការស្វែងរកសន្តិភាពបន្ទាប់ពីការពិភាក្សាផ្ទាល់ដំបូងក្នុងរយៈពេលជាង3ឆ្នាំនេះផងដែរទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងបត់ឈប់បាញ់នោះក៏ដោយក៏ការផ្លាស់ប្ដូរនេះបង្ហាញពីការចាប់ផ្ដើមនៃការសហ
ការបាទរវាងភាគីទាំងពីរបាទឲ្យមានការស្រស់ស្រួលគ្នានិងឈានទៅរកសន្តិភាពផងដែរអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានព័ត៌មានថ្មីៗជាបន្តទៀតអរគុណជម្រាបលា